startup ដែលងាយនឹងទទួលបានភាពជោគជ័យខ្ពស់មិនប្រកាសថាពួកគាត់ទៅចាប់ផ្ដើមឡើងដោយមានសេវាកម្មឬផលិតផលមួយល្អនោះទេប៉ុន្តែពួកគាត់ត្រូវការមានក្រុមការងារមួយដែលរឹងមាំល្អពេញលក្ខណៈអញ្ចឹងរឿងដំបូងគេគឺត្រូវការចាប់ផ្ដើមឡើងក្នុងការស្វែងរកក្រុមការងារមួយដែលល្អជាមុនសិនអញ្ចឹងក្រុមការងារមួយដែលល្អតើមានលក្ខណៈសម្បត្តិបែបណាទី1គួរតែមានសមាជិកពី2ទៅ4នាក់មិនច្រើនពេកបន្តិចពេកងាយស្រួលក្នុងការធ្វើការងាយស្រួលក្នុងការបត់បែនហើយសមាជិកយ៉ាងតិចណាស់ 50% គឺមានជំនាញខាងបច្ចេកទេសទី2សមាជិកនីមួយៗគួរតែមានភាពស៊ាំក្នុងការរស់នៅដែលមិនត្រូវការចាយលុយច្រើនឬក៏យើងអាចនិយាយថាពួកគាត់មានទម្លាប់រស់នៅក្នុងការសន្សំចៃពូព្រោះយើងត្រូវដឹងថាធុរកិច្ចថ្មី startup មិនងាយនឹងរកចំណូលបានក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំដំបូងនោះឡើយទី3សមាជិកទាំងអស់ក៏ត្រូវការមានភាពម៉ឺងម៉ាត់ជាមួយនឹង startup ដែលបានន័យថាពួកគាត់គឺត្រៀមខ្លួនរួចជាស្រេចក្នុងការឈប់ពីកន្លែងការងារពេញម៉ោងរបស់ពួកគាត់ក្នុងការមកជួយ startup នៅពេលដែល startup នោះមានដំណើរការល្អហើយត្រូវការពួកគាត់ Follow បើសិនជាអ្នកនរគ្នាត្រូវការយល់សាស្ត្រក្នុងការធ្វើអាជីវកម្ម startup អាចទៀតបាយបាយ